ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចែករំលែកពីវិធីធ្វើបបរមាន់ឲ្យមានរសជាតិឆ្ងាញ់ចង់ដឹងគ្រឿងផ្សំរបស់នាងខ្ញុំមានអ្វីខ្លះសូមមកទស្សនាវីដេអូនេះទាំងអស់គ្នានេះគឺជាចាហឺដែលនាងខ្ញុំបានត្រាំទឹករួចរាល់ហើយនាងខ្ញុំប្រើចំនួន2ហើយបង្គាក្រៀមនាងខ្ញុំដាក់មួយស្លាបបាយហើយសម្រាប់ទឹកស្ងោរមាន់នាងខ្ញុំដាក់ជាមួយនឹងមាន់មួយចំហៀងសាច់ជ្រូក3ជាន់មួយដុំហើយនឹងឆ្អឹងស៊ុបប្រហែលជា3-4ខាំផងដែរដើម្បីឲ្យមានជាតិណាបងប្អូនដាក់ជាមួយនឹងដើមសឺររីក៏បានឬក៏ជីវ៉ាន់ស៊ុយក៏បានដែរហើយបន្តមកនាងខ្ញុំមកជាមួយនឹងអំបិលម្សៅស៊ុបទឹកត្រីស្ករប៊ីចេងហើយយើងមានជាមួយនឹងឆៃពៅប្រៃចាយើងហាន់ជាដុំទូចខ្លះហើយដុំធំខ្លះចឹងទៅចាបន្ទាប់មកយើងរំងាស់ទឹកស៊ុបទុកមួយកន្លែងសិនទៅយើងមកឆាជាមួយនឹងអង្ករជាដំបូងយើងបំពងជាមួយនឹងខ្ទឹមសឲ្យឈ្ងុយសិននៅពេលដែលខ្ទឹមសរបស់យើងឡើងក្រហមឈ្ងុយហើយយើងចាក់ជាមួយនឹងផ្សិតខ្មៅចូលហើយយើងឆាផ្សិតខ្មៅឲ្យឡើងក្រៀមតិចទៅដើម្បីឈ្ងុយបងប្អូនសម្រាប់នាងខ្ញុំឲ្យតែនាងខ្ញុំធ្វើបបរនាងខ្ញុំឆាជាមួយនឹងផ្សិតខ្មៅមុនហើយចាំបងប្អូនធ្វើអញ្ចឹងអត់ឬក៏បងស្រស់នាងខ្ញុំឆាជាមួយខ្ទឹមសឲ្យឈ្ងុយហើយបាទនាងខ្ញុំដាក់ជាមួយនឹងអង្ករចូលយើងឆាផ្សិតខ្មៅអញ្ចឹងគឺធ្វើឲ្យផ្សិតខ្មៅនឹងធំឈ្ងុយបងប្អូនបន្ទាប់មកនាងខ្ញុំដាក់អង្ករមួយចានចង្កឹះឆាជាមួយហើយយើងឆាប្រហែលជា5នាទីបងប្អូននៅពេលដែលបងប្អូនឆាបងប្អូនចាំរោយម្សៅស៊ុបបន្តិចទៅដើម្បីឲ្យអង្កររបស់យើងមានជាតិល្អអញ្ចឹងណាយើងអាចដាក់ជាមួយនឹងទឹកថៃបន្តិចម្សៅស៊ុបបន្តិចស្ករបន្តិចក៏បានដែរចាបន្ទាប់មកយើងឆា5នាទីរួចរាល់ហើយយើងទៅមើលទឹកស៊ុបដែលយើងស្ងោរមាន់វិញម្ដងហើយមាន់នេះនាងខ្ញុំបានស្ងោររយៈពេល35នាទីហើយបងប្អូនអញ្ចឹងក៏វាឆ្អិនហើយអញ្ចឹងយើងអាចស្រង់សាច់មាន់សាច់ជ្រូកចេញដើម្បីបេះសាច់អញ្ចឹងណាចាយើងស្រង់វាចេញមកនៅពេលដែលយើងស្រង់ចេញហើយយើងចាក់ទឹកចូលបន្ថែមនាងខ្ញុំចាក់ទឹកប្រហែលជា2ចានគ្រងដែរបងប្អូនបន្ទាប់មកចាំយើងដាំទឹកឲ្យពុះហើយយើងដាក់អង្ករចូលឥឡូវទឹកពុះហើយយើងយកអង្ករដែលយើងបានឆាអំបាញ់មិញហ្នឹងដាក់ចូលទៅក្នុងទឹកស៊ុបរបស់យើងតែម្ដងនៅពេលដែលបងប្អូនដាក់អង្ករចូលរួចរាល់ហើយបងប្អូនកុំភ្លេចថែមគ្រឿងផ្សំបន្តិចទៀតណាដោយសារតែយើងដាក់ទឹកច្រើនអញ្ចឹងវារៀងសាបអញ្ចឹងបងប្អូនថែមគ្រឿងផ្សំបន្តិចទៅហើយពេលដែលបបររបស់យើងឆ្អិនហើយបងប្អូនបេះជាមួយនឹងសាច់មាន់ដាក់ចូលហើយនឹងហាន់សាច់ជ្រូកដាក់ចូលវិញទៅបងប្អូនហើយយើងដាក់ជាមួយនឹងស្លឹកខ្ទឹមបន្តិចទៅដើម្បីឲ្យឈ្ងុយចាគឺរួចរាល់ជាការស្រេចហើយសម្រាប់បបរយើងឆាជាមួយនឹងសៀងដាក់បន្តិចទៅចាមានខ្ទឹមប៉ងមានជីអីបន្តិចទៅហើយបើមានជាមួយនឹងចាក់ខ្វៃទៀតគឺរឹតតែឆ្ងាញ់តែម្ដងឥឡូវបបរមាន់របស់នេះខ្ញុំគឺបានឆ្អិនរួចរាល់ហើយគឺថាតំណងមែនតើបងប្អូនអញ្ចឹងកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាណានេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់បើពេញចិត្តនៅវីដេអូមួយនេះសូមជួយ like page follow page និងជួយ share ចែករំលែកឲ្យនេះខ្ញុំម្នាក់មួយផងណាបាយបាយ